ទៅច្រឡំ Scoopy Mini អីទៅចេញរូបរាងថ្មី2025មែនទេណានេះគឺជាម៉ូតូអគ្គិសនីដែលមានការសន្សំចៃខ្លាំងមែនទែនហើយសម្រាប់ខ្ញុំ recommend មែនទែនសម្រាប់បងប្អូនដែលមានកូនជិះទៅសាលាជួយសន្សំចៃពាក់ព័ន្ធជាមួយនឹងគាត់ជិះទៅសាលារៀនហើយអ្វីដែលសំខាន់គឺมันមានបញ្ហាគ្រោះថ្នាក់ទេដោយសារតែវាស្រាលហើយងាយស្រួលក្នុងការជិះដូចគ្នាចឹងទៅហើយអ៊ំយាយជិះទៅវត្តទៅផ្សារអីក៏បានដែរហើយវាមានការសន្សំចៃបងប្អូនចំណាយពេលត្រឹមតែ5ទៅ6ម៉ោងគឺសាកថ្មពេញហើយបើគិតជាលុយវាអាចចន្លោះពី1500ទៅ2000រៀលអីហ្នឹងហើយសាកមកពេញជិះបានរហូតដល់ចន្លោះពី60គីឡូទៅ80គីឡូម៉ែត្រឯណោះឆ្ងាយមែនតើអាចប្រើប្រាស់បានហើយសម្រាប់ model ថ្មីនេះមានឈ្មោះថា JKD4 Proដែលការ design ស្អាតជា model មុនខ្ញុំទទួលស្គាល់ដោយសារតែទី1ពាក់ព័ន្ធជាមួយនឹងរូបរាងទី2ពាក់ព័ន្ធជាមួយនឹងតែមលេងមកស្អាតមែនតើអញ្ចឹងយើងទៅ check មើលទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង model នេះទាំងអស់គ្នាអញ្ចឹងបងប្អូនមើលពីខាងមុខអញ្ចឹងខាងមុខគឺភ្ជាប់មកជាមួយនឹងអំពូល LED ហើយគេ design ជាលក្ខណៈគុជ3គ្រាប់ជាប់គ្នាតែម្ដងជាមួយនឹងភ្លើងបំភ្លឺពេលថ្ងៃរាងជាស្នាមញញឹមហើយអាវឆ្វេងស្ដាំនេះគឺយើងទទួលបានសញ្ញោទាំងសងខាងតែម្ដងហើយបងប្អូនឃើញការ design តែមនេះហ៎ Go Tora ហើយមាន design បែបជាសំបុកឃ្មុំហើយកង្វាត់ជាមួយនឹងក្បាលម៉ូតូស្អាតមែនតើហើយខាងមុខនេះជាមួយនឹងកបាំងផុកនេះគឺគេដាក់ពាក្យថា Power ហើយ design logo នេះជំហាននេះទៀតខ្ញុំជឿថាបងប្អូនឃើញប្រកាសជាតាក់ចិត្តហើយអញ្ចឹងសូមប៉ាមកទិញអ្នកមួយទៅហើយជាមួយនឹងខាងមុខនេះបាទខាងមុខយើងប្រើជាមួយនឹងប្រាំងគេហៅថាប្រាំងប្រេងឬក៏ប្រាំងកប៉ែនដែរវាសុវត្ថិភាពមែនតើស៊ីអញ្ចឹងសម្រាប់ម៉ូតូនេះក៏ប្រើជាមួយនឹងប្រភេទបូមប្រេងដែរខាងមុខអញ្ចឹងពាក់ព័ន្ធជាមួយនឹងការទ្រទម្ងន់គឺបានល្អមែនតើចន្លោះពី200គីឡូទៅ300គីឡូអាចទ្របានបាទទម្ងន់អាចជិះបើយើងសរុបទៅធំជិះគ្នាពីរនាក់ជិះបានហើយនេះបងប្អូនប្រាំងប្រេងប្រើដូចម៉ូតូអញ្ចឹងខ្ញុំជឿជាក់ថាសុវត្ថិភាពមែនតើហើយចូលមកដល់ដៃកង់នេះគឺជាប្រភេទដៃកង់ធំបាទអញ្ចឹងខ្ញុំអង្គុយកាន់ឲ្យមើលបាទសុំខិតទៅមុខតិចបាទអញ្ចឹងដៃកង់នេះគឺជាប្រភេទដៃកង់ធំអញ្ចឹងស្រួលកាន់មែនតើជាមួយនឹងកន្លែងដាក់ជើងក៏ធំងាយស្រួលក្នុងការជាន់ដែរយើងប្រើជាមួយនឹងសោ Smart Key ហើយនឹងសោចាក់2គ្រាប់ហើយសោ Smart Key នេះបងប្អូនបញ្ឆេះពីចម្ងាយបានរហូតដល់2ដល់10ម៉ែត្រខ្ញុំសារហើយ12ម៉ែត្រក៏អាចបញ្ឆេះបានដែរអញ្ចឹងជាមួយនឹងអេក្រង់បង្ហាញព័ត៌មាននេះគឺភ្ជាប់មកជាមួយនឹងដៃកង់តែម្ដងដែលបង្ហាញច្បាស់មែនតើពាក់ព័ន្ធជាមួយនឹងល្បឿនកម្លាំងហើយសំខាន់យើងមានអំពូល LED គៀននេះទៀតអញ្ចឹងពេលដែលជាប់អក្សរពេចេញខៀវអញ្ចឹងពេលដែលយើងចាំឲ្យដោះអក្សរពេមួយមកវានឹងលោតភ្លើងពណ៌បៃតងឲ្យយើងក្នុងការដែលយើងមួលហ្គាទៅមុខតែម្ដងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសុវត្ថិភាពហ្វ្រាំងបងប្អូនឃើញគឺមានស្រោបជ័រអីត្រឹមត្រូវនេះគឺហៅថាសញ្ញោសុំផ្លូវភ្លឺទាំងសងខាង option ដូចឡានអញ្ចឹងហើយមានសំឡេងទៀតអញ្ចឹងខ្ញុំបិទវិញសម្រាប់ម៉ូតូនេះដែរគឺមានពីលេខ1ដល់លេខ3អញ្ចឹងល្បឿនរបស់វា top speed របស់វាចាប់ពី45គីឡូម៉ែត្រក្នុង1ម៉ោងរហូតដល់50គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងជិះទទួលយកបានអញ្ចឹងដូចខ្ញុំនិយាយថាវាសុវត្ថិភាពល្អហើយនេះគឺកន្លែងបើកភ្លើងហើយយើងមានសញ្ញោឆ្វេងស្ដាំយើងមានចភ្លេបាទអញ្ចឹងមានមកមួយចប់ទាំងអស់ហើយមិនថែមទេប៉ុណ្ណោះកាន់តែមានភាពងាយស្រួលទៀតបងប្អូនដែលមានទូរស័ព្ទជិះបណ្ដោយអាចសាកថ្មបណ្ដោយបាននេះ USB ហើយខ្ញុំសុំដាក់ចូលហើយមួយនេះខិតមុខជាងគេបន្តិចមកបាទហើយខាងក្រោយនេះគឺយើងមានកន្លែងដាក់ទឹកផងដែរឥឡូវយើងមកមើលកែបតោះខ្ញុំប្រាប់ពីរបៀបបើកកែបមកខាងនេះមកអញ្ចឹងក្នុងការដែលយើងបើកកែបបានយើងកាន់សោយើងកាច់មកឆ្វេងមកហើយនឹងចង្កត់បន្តិចបាទនេះក្លឹបបើកមកអូខេអញ្ចឹងនៅក្នុងកែបនេះក៏ធំដែរទំហំជម្រៅជ្រៅមែនតើមួយឆ្អាមកន្លះហើយវាអាចចន្លោះពី5ដល់10ទៅ20លីត្រឯនៅក្នុងនេះដែលអាចដាក់បានណាបាទហើយយើងជាប់មកមួយឆ្រាំងសាកមួយទៀតហើយនេះបងប្អូនដែកដែលផ្អែកខាងក្រោយនេះគឺជាប្រភេទដែកក្រាស់មែនតើនេះខាងក្រោយជាមួយនឹងផ្អែកក្រោយនេះគឺក្រាស់មែនតើអញ្ចឹងចង់ផ្អែកមើលទំហឹងខ្លួនក៏មិនជាបញ្ហាដែរជាមួយនឹងផ្នែកខាងក្រោយនេះគឺយើងទទួលបានសញ្ញោទាំងសងខាងតែម្ដងហើយអ្វីដែលសំខាន់សុវត្ថិភាពនេះចំណាំងផ្លាតពេលដែលមកពីឆ្វេងពីស្មាំគឺឃើញតែម្ដងហើយខាងក្រោយនោះក៏យើងមានភ្លើងបំភ្លឺដែរជារង្វង់មូលតែម្ដងអញ្ចឹងស្អាតមែនតើពេលដែលយើងបើកភ្លើងឬក៏ពេលដែលយើងចាប់ហ្វ្រាំងទៅគឺភ្លឺតែម្ដងបាទអញ្ចឹងទូចបាទស្រាលស្រួលប្រវល់មែនតើហើយបងប្អូនកុំបារម្ភពាក់ព័ន្ធជាមួយនឹងជិះកាត់ភ្លៀងជិះកាត់ទឹកឬក៏យកទៅលាងទឹកអីគឺអត់បញ្ហាទេព្រោះខ្ញុំតែហើយខ្ញុំបាញ់លាងបាញ់អីមួយសេរី
ដោយបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងអត់មានជាបញ្ហាអីទេហើយខាងក្រោយនេះគឺជាឈ្នាន់សម្រាប់អ្នកក្រោយបាទហើយប្រើជាមួយនឹងបូមប្រេងឆៃស្រោបរសើរមួយទៀតអញ្ចឹងទម្ងន់ត្រូបានធ្ងន់ល្អមែនតើហើយសម្រាប់ម៉ូទ័ររបស់វាគឺមានកម្លាំងរហូតដល់650 បាតហើយអាគុយរបស់វាគឺមានទំហំ60 វ៉ុលឬក៏20 អង្ពែអញ្ចឹងខ្ញុំធ្លាប់គិតរួចហើយទំហំប៉ុណ្ណឹងបើយើងសាកគិតជាលុយទៅអស់ប្រហែលជាទៅ1500ទៅ2000តែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនសម្រាប់ម៉ូទ័រអគ្គិសនីនេះផងដែរយើងក៏មានចតុលកណ្ដាលដូចគ្នាបាទស្រួលមែនតើប្រព័ន្ធសុវត្ថិភាពអសពេលដែលឆេះហើយចាប់ហ្វ្រាំងមួលបន្តទៅមុខអាហ្នឹងសុវត្ថិភាពល្អមែនតើអញ្ចឹងបងប្អូនដែលឃើញហើយបាទចាប់អារម្មណ៍ចង់បានស្រឡាញ់ពេញចិត្តចង់អង្សាមចៃអាចតំណទៅមកកាន់ e-joke បានដែលមានលេខទូរស័ព្ទនៅខាងក្រោមនេះហើយអ្វីដែលសំខាន់ខាង e-joke ក៏មាន promotion ហើយក៏មានធានាដែរ e-joke មាន promotion ជាមួយនឹងមួកសុវត្ថិភាពជាមួយនឹងអាវផងដែរហើយមួយទៀតធានារហូតដល់6ខែឲ្យបងប្អូនជិះឬក៏យកទៅប្រើប្រាស់ដោយមានទំនុកចិត្តតែម្ដងគឺធានាទៅលើអាគុយបូមបញ្ជាហើយនឹងម៉ូទ័ររយៈពេល6ខែអញ្ចឹងមួយទៀតបងប្អូនដែលចង់យកទៅលក់បន្តក៏អាចទាក់ទងមកកាន់ e-joke Cambodia បានដោយគាត់មានបោះដុំហើយក៏មានតម្លៃពិសេសជូនបងប្អូនដែលទិញចាប់ពី6 7គ្រឿងឬ10គ្រឿងឡើងដែលយកទៅបោះដុំបាទអាចតំណទៅគាត់បានអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ